ប្រពន្ធក្រៅបេះដូងភាគទី60បន្ទាប់ពីខ្ញុំបានទស្សនាភាគទី59ហើយអ្នកនរគ្នាមានអារម្មណ៍មិនដែរបើសម្រាប់ខ្ញុំវិញមានអារម្មណ៍ថាខកចិត្តចំពោះប្តីក្មេងអ្នកទាំងអស់គ្នាអត់គួរណាធ្វើអញ្ចឹងសោះព្រោះមកទស្សនៈយើងមិនត្រឹមតែផ្លូវកាយផ្លូវចិត្តទេអ្នកនរគ្នាថែមទាំងកេងបន្លំទ្រព្យសម្បត្តិរបស់ទស្សនៈយើងទៅឲ្យអ្នកដទៃទៀតហើយដែលសំខាន់ក្នុងហ្នឹងភាគទី60របស់យើងគិតថាតើទូប្រាប់របស់យើងអាចមកជួយទៅកាន់ប្រពន្ធគាត់បានអត់ខ្ញុំមានអារម្មណ៍ថាសម្រាប់ប្រពន្ធរបស់គាត់ខ្លាំងមែនទែនអ្នកនរគ្នាគ្រាមួយដែលត្រូវការប្តីបើជាមានវត្តមានប្តីទៅវិញហើយអីដែលបារម្ភបំផុតមិនដឹងថាគាត់អាចសម្រាប់កូនរបស់គាត់បានជោគជ័យអត់ទេពីព្រោះអីលើនោះអាការៈរបស់គាត់គឺបែកទឹកខ្លួនហើយតែស្ថានភាពរបស់គាត់គឺនៅក្នុងបន្ទប់តឡាយទេអត់តបានទៅដល់មន្ទីរពេទ្យទេអ្នកនរគ្នាហើយអីដែលសំខាន់បំផុតអត់មានមនុស្សប្រុសណានៅក្បែរគាត់ទៀតមានតែមិត្តភក្តិរបស់គាត់ហើយមិត្តភក្តិគឺជាមនុស្សស្រីដែលទន់ខ្សោយដូចគ្នាអ្នកនរគ្នាខ្ញុំមានអារម្មណ៍ថាមើលចិត្តនឹងហើយមានអារម្មណ៍ថាខ្លាចចិត្តខ្លួនឯងមែនតើបើមិនជារឿងទាំងអស់ហ្នឹងមិនធ្លាក់លើខ្លួនរបស់យើងតែយើងមានអារម្មណ៍មិនដែរក្នុងនាមជាមនុស្សស្រីដូចគ្នាបើនិយាយអំពីសៃដាវិញអញយល់បានថាគាត់សងសឹកដោយសារតែទស្សនៈរបស់យើងធ្លាប់ទៅតារាសង្សាររបស់គាត់ចឹងទៅប៉ុន្តែខ្ញុំគិតថាសៃដាធ្វើអញ្ចឹងវាជ្រុលពេកអ្នកនរគ្នាថាវាធ្វើបាបខ្លាំងពេកនេះគ្រួសាររបស់គេមានប្តីមានកូនហើយអញ្ចឹងបីឪពុកជាពីកូនរបស់គេគឺកាន់តែបាបប្រកម្មថែមសងសឹកមុនបានហើយបានតែបានថាទស្សនៈរបស់យើងវាឈឺចាប់ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយហេតុអីក៏នៅតែធ្វើបាបគាត់ទៀតឥឡូវហ្នឹងគាត់កំពុងត្រូវការប្តីគាត់បែរជាយកប្តីរបស់គាត់ទៅទៀតមិនត្រឹមតែប្តីទៅថែមទាំងបន្លំយកលុយដែលគាត់ខំសំដើម្បីសម្រាប់កូនហ្នឹងទៅទៀតខ្ញុំមានអារម្មណ៍ថាចិត្តខាងមែនតើអ្នកគ្នាអញ្ចឹងចាំតាមមើលថាតើគាត់អាចសម្រាប់កូនបានជោគជ័យអត់ហើយសម្រាប់ខ្ញុំជា fan ខ្ញុំចង់ឲ្យអ្នកនរពហ្នឹងកែតម្រូវទៅរឿងកន្លែងហ្នឹងឲ្យតួប្រុសហ្នឹងអាចថាបើមិនបានទៅកន្លែងប្រពន្ធវិញទេក៏គូណាស់តែចេះនៅឃើញមានលុយមានកាក់អីរកឲ្យប្រពន្ធទៅពេលដែលប្រពន្ធត្រូវការក្នុងគ្រាសម្រាប់កូនហ្នឹងផងអ្នកនរគ្នាពួកឯដំណាក់កាលហ្នឹងគឺត្រូវការប្តីគាត់ខ្លាំងមែនទេគឺត្រូវការខ្លាំងជាពិសេសគឺកូនរបស់គាត់ហ្នឹងមកចឹងអ្នកនរគ្នាចាំតាមដាន channel របស់គាត់ពេញទាំងអស់គ្នាណាបាយអ្នកនរគ្នាបាយ